ពីសិស្សថ្នាក់ទី12ដែលស្ទើរបោះបង់ក្តីស្រមៃនៅក្នុងភូមិតូចមួយនៅខេត្តកំពង់ធំមានក្មេងប្រុសម្នាក់ឈ្មោះតារាគាត់ជាសិស្សថ្នាក់ទី12នៅវិទ្យាល័យមួយក្នុងស្រុកតារាមានក្តីស្រមៃធំមួយគឺចង់ក្លាយជាវិស្វករសំណង់ដើម្បីសាងសង់ស្ពានផ្លូវនិងអគារដែលអាចជួយអភិវឌ្ឍប្រទេសជាតិឡើងពីកុមារភាពតារាចូលចិត្តគូប្លង់ផ្ទះនិងអគារពេលឃើញស្ពានថ្មីឬអគារខ្ពស់ៗតាមទូរទស្សន៍គាត់តែងតែស្រមៃថាថ្ងៃណាមួយគាត់នឹងក្លាយជាមនុស្សដែលអាចរចនាសំណង់ទាំងនោះបានប៉ុន្តែជីវិតមិនងាយស្រួលឡើយឪពុករបស់តារាជាកសិករចំណែកម្ដាយលក់បន្លែនៅផ្សារគ្រួសាររស់នៅដោយចំណូលតិចតួចទៅពេលតារាឡើងដល់ថ្នាក់ទី12ស្ថានភាពសេដ្ឋកិច្ចកាន់តែពិបាកដំណាំស្រូវខូចដោយសារទឹកជំនន់ហើយបំណុលគ្រួសារក៏កើនឡើងរាល់ព្រឹកតារាត្រូវក្រោកពីម៉ោង4ទៀបភ្លឺដើម្បីជួយឪពុកម្ដាយបន្ទាប់ពីនោះទើបទៅសាលាមិត្តភ័ក្តិជាច្រើនមានពេលរៀនគួរនិងរៀនបន្ថែមប៉ុន្តែតារាមិនអាចធ្វើបានដល់ពីសាលាគាត់ត្រូវជួយការងារផ្ទះរហូតដល់យប់ការប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់ថ្ងៃមួយគ្រូគណិតវិទ្យាបានប្រកាសស្លឹកតេស្តតារា 4.5 ពិន្ទុតារាមើលក្រដាស់នៅក្នុងដៃហើយមានអារម្មណ៍ថាបេះដូងធ្លាក់ចុះគាត់ធ្លាប់ជាសិស្សល្អម្នាក់ប៉ុន្តែឥឡូវនេះពិន្ទុកាន់តែធ្លាក់ចុះនៅពេលសម្រាប់ថ្ងៃត្រង់គាត់អង្គុយតែម្នាក់ឯងក្រោមដើមឈើប្រហែលជាខ្ញុំមិនអាចធ្វើបានទេគាត់និយាយតិចប្រហែលជាខ្ញុំគួរជប់រៀនហើយទៅធ្វើការរកលុយជួយគ្រួសារគំនិតនោះចាប់ផ្ដើមលេចឡើងរាល់ថ្ងៃយប់មួយតារាអង្គុយរៀនក្រោមអំពូលតូចមួយលោកគណិតវិទ្យាបើកនៅមុខគាត់ប៉ុន្តែគាត់មិនអាចផ្ដោតអារម្មណ៍បានគាត់គិតពីបំណុលគ្រួសារគាត់គិតពីការចំណាយក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យគាត់គិតពីការបរាជ័យទឹកភ្នែកចាប់ផ្ដើមហូរចុះខ្ញុំអស់កម្លាំងហើយពេលនោះម្ដាយរបស់គាត់បានដើរចូលមកកូនមានរឿងអ្វីលើដាស្ងៀមមួយសន្ទុះមុននឹងនិយាយថាម៉ាក់ខ្ញុំចង់ឈប់រៀនម្ដាយភ្ញាក់ផ្អើលហេតុអ្វីខ្ញុំខ្លាចប្រឡងធ្លាក់ខ្ញុំខ្លាចថាគ្រួសារយើងគ្មានលុយឲ្យខ្ញុំរៀនបន្តខ្ញុំចង់ទៅធ្វើការជួយប៉ានិងម៉ាក់ម្ដាយញញឹមស្រាលទោះបីភ្នែកពោពេញដោយទឹកភ្នែកក៏ដោយកូនអើយឬការក្រុមមិនមែនជាហេតុផលដែលត្រូវបោះបង់ក្តីស្រមៃទេប៉ុន្តែប៉ានិងម៉ាក់ខំធ្វើការរាល់ថ្ងៃមិនមែនចង់ឲ្យកូនលំបាកដូចយើងទេយើងចង់ឲ្យកូនមានអនាគតល្អជាងនេះពាក្យទាំងនោះធ្វើឲ្យតារាស្ងប់ស្ងាត់ថ្ងៃបន្ទាប់គ្រូប្រឹក្សាថ្នាក់បានហៅតារាទៅជួបខ្ញុំបានដឹងថាអ្នកកំពុងគិតចង់ឈប់រៀនតារាក្បាលទាបបាទលោកគ្រូអង្គុយក្បែរអ្នកដឹងទេមនុស្សជោគជ័យជាច្រើនធ្លាប់បរាជ័យច្រើនជាងអ្នកទៅទៀតពិតមែនទេលោកគ្រូពិតរៀបខុសគ្នារវាងអ្នកជោគជ័យនិងអ្នកបោះបង់គឺការមិនបោះបង់លោកគ្រូចកក្តារមួយសន្លឹកហើយសរសេរពាក្យមួយឃ្លាក្តីស្រមៃមិនស្លាប់ទេលុះត្រាតែម្ចាស់វាបោះបង់វាចោលរ៉ាអានម្ដងហើយម្ដងទៀតពាក្យមួយឃ្លានោះបានបង្កើតកម្លាំងចិត្តថ្មីក្នុងបេះដូងរបស់គាត់លោកចាប់ពីថ្ងៃនោះតារាបានសម្រេចចិត្តផ្លាស់ប្ដូរគាត់រៀបចំកាលវិភាគថ្មីក្រោកម៉ោង4ព្រឹករៀនគណិតវិទ្យា1ម៉ោងទៅសាលាជួយការងារផ្ទះរៀនឡើងវិញ2ម៉ោងនៅពេលយប់ទោះបីនឿយហត់យ៉ាងណាក៏ដោយគាត់មិនបោះបង់ឡើយលេខកត់ចិត្តតារាមានទំនុកចិត្តឡើងវិញលុះការត្រៀមប្រឡងបាក់ឌុបនិងការប្រឈមធំបំផុតបន្ទាប់ពីទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយនិងលោកគ្រូតារាបានសម្រេចចិត្តប្រឹងប្រែងជាងមុនការប្រឡងបាក់ឌុបនៅសល់តែ3ខែទៀតប៉ុណ្ណោះរាល់ព្រឹកគាត់ក្រោកពីម៉ោង4ទៀបភ្លឺដើម្បីរៀនគណិតវិទ្យានិងរូបវិទ្យាលើសាលាគាត់យកចិត្តទុកដាក់ស្ដាប់គ្រូបង្រៀនយ៉ាងខ្លាំងពេលយប់គាត់បន្តអង្គុយរៀនរហូតដល់ម៉ោង10ឬ11យប់ទោះបីជាយ៉ាងណាការលំបាកនៅតែបន្តកើតមានថ្ងៃមួយឪពុករបស់តារាបានធ្លាក់ខ្លួនឈឺធ្ងន់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកការចំណាយសម្រាប់ការព្យាបាលបានធ្វើឲ្យគ្រួសាររឹតតែពិបាកដែរបោះតារាត្រូវខ្ចីប្រាក់អ្នកជិតខាងដើម្បីបង់ថ្លៃថ្នាំតារាអង្គុយនៅមុខមន្ទីរពេទ្យមើលឪពុកដែលកំពុងសម្រាកលើគ្រែចិត្តរបស់គាត់ពោរពេញដោយការព្រួយបារម្ភប្រហែលជាខ្ញុំគួរឈប់រៀនម្ដងទៀតគាត់គិតក្នុងចិត្តបើខ្ញុំទៅធ្វើការរោងចក្រឬកម្មករសំណង់ខ្ញុំអាចរកលុយជួយគ្រួសារបានគំនិតនោះចាប់ផ្ដើមត្រឡប់មកវិញនៅយប់នោះគាត់មិនបានបើកសៀវភៅសោះគាត់គ្រាន់តែអង្គុយមើលទៅលើមេឃងងឹតពីថ្ងៃក្រោយមកលោកគ្រូប្រឹក្សាថ្នាក់បានមកលេងផ្ទះរបស់តារាហេតុអ្វីបានជាអ្នកមិនមកសាលា
តារាបានប្រាប់ពីបញ្ហាទាំងអស់លោកគ្រូស្ដាប់ដោយយកចិត្តទុកដាក់បន្ទាប់មកលោកគ្រូនិយាយថាតារាខ្ញុំសួរអ្នកមួយសំណួរលោកគ្រូអ្នកជប់រៀនថ្ងៃនេះតើបញ្ហាគ្រួសារអ្នកនឹងអស់ជារៀងរហូតទេតារាស្ងៀមលេទូ តែបើអ្នកប្រឹងរៀនចប់បាក់ឌុបនិងបន្តការសិក្សាអ្នកអាចផ្លាស់ប្ដូរជីវិតគ្រួសារបាននៅថ្ងៃអនាគតពាក្យនោះធ្វើឲ្យតារាភ្ញាក់ខ្លួនគាត់ចាប់ផ្ដើមយល់ថាការបោះបង់ក្តីស្រមៃមិនមែនជាដំណោះស្រាយទេពេលត្រឡប់ទៅសាលាវិញតារាបានប្រឹងប្រែងទ្វេដងលោកគាត់បង្កើតក្រុមសិក្សាជាមួយមិត្តភ័ក្តិ4នាក់ពួកគាត់ជួបគ្នារៀងរាល់ថ្ងៃសៅរ៍និងអាទិត្យពេលមិនចេះមេរៀនគាត់សួរគ្រូភ្លាមពេលធ្វើតេស្តខុសគាត់ព្យាយាមរកមូលហេតុនិងកែតម្រូវបន្តិចម្ដងលទ្ធផលក៏កាន់តែប្រសើរក្នុងការប្រឡងសាកល្បងលើកចុងក្រោយតារាទទួលបានចំណាត់ថ្នាក់លេខ5ក្នុងថ្នាក់វាជាលទ្ធផលដែលគាត់មិនធ្លាប់ស្រមៃថាអាចធ្វើបានម្ដាយរបស់គាត់សប្បាយចិត្តខ្លាំងណាស់មកជឿថាកូនអាចធ្វើបានពាក្យមួយឃ្លានោះคล้ายជាកម្លាំងចិត្តដ៏ធំសម្រាប់គាត់ប៉ុន្តែការប្រឈមដ៏ធំបំផុតមិនទាន់មកដល់នៅឡើយមួយសប្តាហ៍មុនថ្ងៃប្រឡងបាក់ឌុបតារាបានឆ្លងជំងឺផ្ដាសាយធ្ងន់លើកគាត់ក្តៅខ្លួននិងឈឺក្បាលយ៉ាងខ្លាំងគ្រូនិងមិត្តភ័ក្តិទាំងអស់មានការព្រួយបារម្ភបើខ្ញុំមិនជាទាន់ថ្ងៃប្រឡងវិញទេតារាគិតទាំងអស់សង្ឃឹមការប្រឡងដែលគាត់បានត្រៀមអស់រយៈពេលជាច្រើនខែកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់គាត់មើលសៀវភៅដែលដាក់នៅលើតុគាត់នឹកឃើញការខិតខំទាំងអស់របស់ខ្លួននឹកឃើញម្ដាយដែលភ្ញាក់ពីព្រលឹមទៅលក់បន្លែនឹកឃើញឪពុកដែលខំធ្វើស្រែទាំងឈឺនឹកឃើញក្តីស្រមៃចង់ក្លាយជាវិស្វករគាត់ក្តាប់ដៃយ៉ាងមុតមមខ្ញុំនឹងមិនបោះបង់ទេថ្ងៃប្រឡងបាក់ឌុបក៏បានមកដល់តារាឈរនៅមុខមណ្ឌលប្រឡងដោយបេះដូងលោតញាប់សិស្សរាប់រយនាក់កំពុងដើរចូលក្នុងបន្ទប់ប្រឡងនេះគឺជាពេលវេលាដែលនឹងសម្រេចអនាគតរបស់គាត់ដកដង្ហើមជ្រៅមួយហើយដើរចូលទៅក្នុងបន្ទប់ប្រឡងដោយទំនុកចិត្តតើតារានឹងប្រឡងជាប់ដែរឬទេតើគាត់អាចសម្រេចក្តីស្រមៃក្លាយជាវិស្វករបានឬអត់ក្នុងថ្ងៃប្រកាសលទ្ធផលបាក់ឌុបនិងការផ្លាស់ប្ដូរជីវិតក្រោយថ្ងៃប្រឡងបាក់ឌុបបានបញ្ចប់តារាមានអារម្មណ៍ធូរស្រាលប៉ុន្តែក៏ពោរពេញដោយក្តីបារម្ភរាល់ថ្ងៃគាត់រងចាំលទ្ធផលប្រឡងពេលខ្លះគាត់មានទំនុកចិត្តពេលខ្លះគាត់ខ្លាចថាខ្លួនឯងប្រហែលជាបរាជ័យមួយខែបានកន្លងផុតទៅថ្ងៃប្រកាសលទ្ធផលក៏បានមកដល់លំសិស្សជាច្រើនបានមកជួបជុំគ្នានៅសាលាគ្រប់គ្នាមានអារម្មណ៍ភ័យនិងរំភើបតារាក៏ដូចគ្នាដៃរបស់គាត់ញ័របន្តិចបេះដូងលោតញាប់ជាងធម្មតាបើខ្ញុំធ្លាក់វិញគាត់គិតក្នុងចិត្តពេលនោះម្ដាយរបស់គាត់បានចាប់ដៃគាត់កុំភ័យអីកូនបានខិតខំអស់ពីសមត្ថភាពហើយតារាញញឹមតិចយូរនៅម៉ោង8ព្រឹកបញ្ជីលទ្ធផលត្រូវបានបិទនៅលើក្តារប្រកាសសិស្សរាប់រយនាក់រត់ទៅមើលតារាក៏រត់ទៅដែរគាត់សម្លឹងរកលេខតុរបស់ខ្លួនម្ដងពីរដង3ដងស្រាប់តែគាត់ឃើញឈ្មោះរបស់ខ្លួនតារាជាប់បាក់ឌុបគាត់ឈរនឹងថ្កល់មួយសន្ទុះភ្នែករបស់គាត់ពោពេញដោយទឹកភ្នែកខ្ញុំយកហើយគាត់និយាយដោយសំឡេងញ័រម្ដាយរបស់គាត់ក៏ស្រក់ទឹកភ្នែកដែរអ្នកទាំងពីរអោបគ្នាយ៉ាងរីករាយថ្ងៃនោះគឺជាថ្ងៃដែលគ្រួសាររបស់គាត់មានសុភមង្គលបំផុតណាប៉ុន្តែការធ្វើដំណើរទៅកាន់ក្តីស្រមៃមិនទាន់បញ្ចប់នៅឡើយបន្ទាប់ពីជាប់បាក់ឌុបតារាត្រូវប្រឈមនឹងបញ្ហាថ្មីមួយទៀតគឺការចំណាយសម្រាប់ការសិក្សានៅសាកលវិទ្យាល័យគាត់ដឹងថាគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់ទេយប់មួយតារាបាននិយាយជាមួយឪពុកម្ដាយប៉ាម៉ាក់ខ្ញុំគិតថាខ្ញុំគួរផ្អាកការសិក្សាសិនហើយទៅធ្វើការរកលុយហើយឪពុកគាត់សម្លឹងមើលគាត់កូននៅចង់ក្លាយជាវិស្វករដែរទេចង់ប៉ាបើចង់កំបោះបងឪពុកញញឹមទាំងអស់កម្លាំងប៉ានឹងខំធ្វើការកូនត្រូវខំរៀនតារាស្រក់ទឹកភ្នែកគាត់សន្យាជាមួយខ្លួនឯងថានឹងមិនធ្វើឲ្យឪពុកម្ដាយខកចិត្តឡើយប៉ុន្មានសប្តាហ៍ក្រោយមកតារាបានដាក់ពាក្យសុំអាហារូបករណ៍នៅសាកលវិទ្យាល័យរូបការប្រកួតប្រជែងមានសិស្សរាប់ពាន់នាក់គាត់ភ័យខ្លាំងណាស់ប៉ុន្តែគាត់នៅតែព្យាយាមក្រោយការសម្ភាសន៍និងប្រឡងជ្រើសរើសជាច្រើនដំណាក់កាលទីបំផុតលទ្ធផលក៏បានចេញតារាទទួលបានអាហារូបករណ៍សិក្សាផ្នែកវិស្វកម្មសំណង់គាត់ស្ទើរមិនជឿភ្នែកខ្លួនឯងខ្ញុំធ្វើបានហើយគាត់ស្រែកដោយក្តីរីករាយ4ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនតារាបានបញ្ចប់ការសិក្សាដោយលទ្ធផលល្អគាត់ទទួលបានការងារនៅក្រុមហ៊ុនសំណង់ធំមួយប្រាក់ខែដំបូងរបស់គាត់មិនច្រើនទេប៉ុន្តែវាជាផ្លែផ្កានៃការខិតខំអស់រយៈពេលជាច្រើនឆ្នាំថ្ងៃទទួលប្រាក់ខែដំបូងគាត់បានត្រឡប់ទៅផ្ទះគាត់យកស្រោមសំបុត្រមួយជូនម្ដាយលោកនេះជាប្រាក់ខែដំបូងរបស់ខ្ញុំ
ម្ដាយយំដោយក្តីរំភើបឪពុកញញឹមដោយមោទនភាពតារាសម្លឹងមើលឪពុកម្ដាយហើយនឹកឃើញថ្ងៃដែលខ្លួនស្ទើរបោះបង់ក្តីស្រមៃបើថ្ងៃនោះគាត់បោះបង់គាត់ប្រហែលជាមិនបានឈរនៅទីនេះទេអតិអប់រំក្តីស្រមៃមិនសម្រេចដោយសំណាងទេប៉ុន្តែសម្រេចដោយការខិតខំនិងការមិនបោះបង់លោកគ្រប់រូបអាចជួបការលំបាកបរាជ័យឬអស់សង្ឃឹមនៅតាមផ្លូវទៅរកគោលដៅប៉ុន្តែអ្នកដែលបន្តដើរទៅមុខទោះយឺតក៏ដោយគឺជាអ្នកដែលអាចទៅដល់គោលដៅបានកុំបោះបង់ក្តីស្រមៃដោយសារតែការលំបាកបណ្ដោះអាសន្នព្រោះថ្ងៃណាមួយការខិតខំរបស់អ្នកនឹងក្លាយជាជោគជ័យ